តើបងប្អូនធ្លាប់យល់ថាមានលុយគឺមានឥទ្ធិពលដែរឬទេព្រោះតែការរស់នៅរបស់យើងសពថ្ងៃនេះត្រូវប្រើលុយជាឧបករណ៍ដើម្បីដោះដូរទំនិញឬសេវាកម្មផ្សេងៗដែលជាមូលហេតុធ្វើឲ្យបងប្អូនមួយចំនួនគាត់យល់ថាការមានលុយច្រើនប៉ុណ្ណាគឺមានឥទ្ធិពលច្រើនប៉ុណ្ណោះដែរនៅក្នុងសង្គមសពថ្ងៃអាចដោយសារតែគាត់គិតថាមានលុយគឺមានអ្វីៗគ្រប់យ៉ាងមកពីការយល់បែបនេះហើយទើបធ្វើឲ្យបងប្អូនមួយចំនួនរស់ក្រោមឥទ្ធិពលនៃលុយធ្វើអ្វីៗដើម្បីតែលុយរហូតធ្វើឲ្យបាត់បង់កិត្តិយសសេចក្តីថ្លៃថ្នូរតម្លៃផ្ទាល់ខ្លួននិងសុភមង្គលផ្ទាល់ខ្លួនហើយលុយនឹងក្លាយជាឧបករណ៍មួយដែលមានឥទ្ធិពលលើជីវិតយើងរហូតដល់គ្រប់គ្រងសុខនិងទុក្ខក្នុងជីវិតយើងទាំងស្រុងតែម្ដងបើយើងអនុញ្ញាតឲ្យរបស់ណាមានឥទ្ធិពលលើជីវិតយើងរបស់នោះហើយនឹងនាំមកនៅសេចក្តីទុក្ខដល់យើងព្រោះពេលមានវាយើងនឹងរីករាយពេលអត់វាជីវិតយើងក៏នឹងចប់ទៅតាមវាដែរមិនចំពោះតែលុយនោះទេសេចក្តីស្រឡាញ់សេចក្តីស្អប់ការគុំគួនការច្រណែនក៏ដូចគ្នាឲ្យតែយើងអនុញ្ញាតឲ្យវាមានឥទ្ធិពលលើជីវិតរបស់យើងរបស់នោះហើយនឹងនាំមកនៅសេចក្តីទុក្ខដល់យើងប៉ុន្តែខ្ញុំសូមផ្ដោតលើលុយជាប្រធានបទចម្បងសម្រាប់ថ្ងៃនេះយើងនឹងមានតម្លៃទាបជាងលុយបើយើងមើលឃើញលុយជាធំដោយមិនខ្វល់ពីអ្វីទាំងអស់នោះលុយមិនមែនជាឧបករណ៍សម្រាប់កំណត់នៅសេចក្តីសុខសុភមង្គលឬក៏អំណាចឥទ្ធិពលដល់នរណាម្នាក់នោះទេទៅវិញគឺជាភាពស្មោះត្រង់អត្តចរិតល្អចំណេះដឹងក្នុងការគ្រប់គ្រងអារម្មណ៍ខ្លួនឯងទៅវិញទេទើបជាអំណាចមនុស្សដែលយល់ដឹងពីតម្លៃពិតរបស់ជីវិតអាចរស់នៅដោយរីករាយទោះបីជាមិនមានលុយច្រើនក៏ដោយដូចជាលោក Albert Einstein គាត់គឺជាអ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញបំផុតមួយរូបក្នុងប្រវត្តិសាស្ត្រប៉ុន្តែគ្មានទ្រព្យសម្បត្តិច្រើននោះទេព្រោះគោលបំណងក្នុងជីវិតរបស់គាត់មិនមែនជាការរកលុយគាត់ធ្វើការជាអ្នកវិទ្យាសាស្ត្រដោយសារតែការចង់ដឹងនិងស្នេហាចំពោះច្បាប់ធម្មជាតិមិនមែនដើម្បីរកប្រាក់ចំណេញឡើយលោក Albert Einstein មិនចូលចិត្តអំណាចឬភាពល្បីល្បាញនោះទេទោះបីជាគាត់មានឱកាសក្លាយជាប្រធានាធិបតីអ៊ីស្រាអែលក៏ដោយគាត់ចូលចិត្តសេរីភាពនិងភាពសាមញ្ញគាត់រស់នៅដោយរីករាយនិងសាមញ្ញបំផុតគាត់ស្លៀកសម្លៀកបំពាក់ធម្មតាប្រើរបស់ធម្មតាដោយសារតែគាត់មិនចង់ឲ្យលុយឬកត្តនាមរារាំងការងារជាអ្នកវិទ្យាសាស្ត្ររបស់គាត់នោះទេមនុស្សអាចរស់នៅបានដោយមានសុភមង្គលទោះបីជាមិនមានលុយច្រើនក៏ដោយសពថ្ងៃបន្ថែមសម្ពាធឲ្យខ្លួនឯងតាមរយៈតម្រូវការច្រើនហួសប្រមាណទៅលើសម្ភារៈនិយមផ្សេងលុយមិនមែនជាគោលបំណងឬអត្ថន័យពិតប្រាកដរបស់ជីវិតនោះទេមនុស្សមានលុយជាច្រើនក៏នៅតែកើតទុក្ខរហូតដល់សម្លាប់ខ្លួនថែមទៀតផងព្រោះលុយទិញបានតែរបស់មើលឃើញដូចជាអាហារសម្លៀកបំពាក់ឬសម្ភារៈផ្សេងប៉ុន្តែលុយមិនអាចទិញបានរបស់ដែលមើលមិនឃើញដូចជាសុភមង្គលសេចក្តីស្រឡាញ់សុខភាពផ្លូវចិត្តដែលល្អពេលវេលាលក្ខនឹងលក្ខផ្សេងទៀតចុះតើបងប្អូនទាំងអស់គ្នាវិញមានទស្សនៈបែបណាចំពោះលុយបងប្អូនអាចចូលរួមជាយោបល់ផ្សេងជាមួយខ្ញុំបានតាមរយៈការ comment នៅខាងក្រោមវីដេអូនេះកុំភ្លេចចុច like និងចែករំលែកម្នាក់មួយផងបើបងប្អូនយល់ថាវីដេអូនេះមានប្រយោជន៍ហើយបើបងប្អូនមិនទាន់បាន follow page Facebook របស់ខ្ញុំទេក៏សូមជួយចុច follow page ម្នាក់មួយផងបាននៅលើ YouTube សូមជួយ subscribe channel YouTube ដើម្បីទទួលបានវីដេអូថ្មីៗបន្តបន្ទាប់ទៀតសូមអរគុណបងប្អូនទាំងអស់គ្នាចំពោះការចំណាយពេលវេលាដ៏មានតម្លៃទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់